អ្នកទាំងអស់គ្នាបានទស្សនាភាគទី6.1រួចមកហើយក្នុងនោះខ្ញុំបាននិយាយអំពីការស្រាវជ្រាវអង្កេតស្វែងរកទិន្នន័យពីអតិថិជនគោលដៅរបស់យើងហើយក្នុងវគ្គទី7នេះយើងនឹងរៀនអំពីវិធីសាស្ត្រនៃការស៊ើបអង្កេតទីផ្សារសិល្បៈនៃការសម្ភាសអតិថិជនគោលដៅឬជាភាសាអង់គ្លេសគឺ Customer Discovery the art of customer interview ប្រសិនបើអ្នកចាប់ផ្ដើមចំណាយលុយដែលរកបានទាំងលំបាកដោយផ្អែកលើការស្មានឬគ្រាន់តែស្រាវជ្រាវតាមបែបងាយៗស្រួលៗនោះអ្នកកំពុងប្រឈមនឹងហានិភ័យដ៏ធំហើយតើយើងត្រូវបំផ្លាញការប៉ាន់ស្មានទាំងនេះឲ្យទៅជាការពិតជាក់ស្ដែងដោយរបៀបណាមុននឹងយើងចាប់ផ្ដើមសាងសង់អាជីវកម្មពិតប្រាកដសូមស្វាគមន៍មកកាន់ Rurala សាជាថ្មីថ្ងៃនេះយើងនឹងជជែកគ្នាអំពីវិធីសាស្ត្រស៊ើបអង្កេតទីផ្សារសិល្បៈនៃការសម្ភាសអតិថិជនក្នុងវគ្គនេះខ្ញុំនឹងលើកឡើងអំពីចំណុច4មានដូចជា 1. អន្ទាក់នៃការគួរសមឬ The Politeness Trap 2. វិធានមាសសកម្មភាពអតីតកាលភាសាជាងការសន្យានៅអនាគតឬ The Golden Rule 3. វិធីសាស្ត្រត្រឹមត្រូវនិងវិធីសាស្ត្រខុស The Right Way vs The Wrong Way 4. ការវិភាគតម្រុយឬ Analyzing the Clues 1. អន្ទាក់នៃការគួរសមឬ The Politeness Trap សហគ្រិនភាគច្រើនតែងតែបង្កើតកំហុសដ៏ធំមួយនៅពេលចាប់ផ្ដើមនិយាយជាមួយអតិថិជនពួកគេច្រើនតែសួរថាតើបងចូលចិត្តគំនិតអាជីវកម្មនេះទេឬតើបងនឹងចាយលុយសម្រាប់សេវាកម្មនេះឬទេកំបាំងនៅត្រង់នេះគឺមនុស្សទូទៅតែងតែមានភាពគួរសមពួកគេមិនចង់ធ្វើឲ្យអ្នកខូចចិត្តឬខកបំណងឡើយដូច្នេះពួកគេនឹងឆ្លើយថាល្អឬចប់ទោះបីជាពួកគេគ្មានបំណងនឹងទិញផលិតផលរបស់អ្នកតតែសោះក៏ដោយនេះគេហៅថាអន្ទាក់នៃការគួរសមដើម្បីស្វែងរកការពិតអ្នកត្រូវរៀនសួរសំណួរឲ្យបានត្រឹមត្រូវខ្ញុំនឹងលើកសំណួរមួយចំនួនដែលត្រឹមត្រូវនៅក្នុងឧទាហរណ៍បន្ទាប់ 2. វិធានមាសសកម្មភាពអតីតកាលប្រសើរជាងការសន្យានៅអនាគតឬ The Golden Rule វិធានមាសគឺជាការស៊ើបអង្កេតទីផ្សារងាយស្រួលបំផុតកុំសួរមនុស្សពីអ្វីដែលពួកគេនឹងធ្វើនៅពេលអនាគតប៉ុន្តែត្រូវសួរពួកគេអំពីអ្វីដែលពួកគេបានធ្វើរួចមកហើយនៅអតីតកាលឧទាហរណ៍តើបងនឹងមកហាត់ប្រាណទេប្រសិនបើយើងបើកក្លឹបហាត់ប្រាណមួយសំណួរនេះមិនល្អទេសំណួរដែលល្អគួរសួរថាកាលពីសប្តាហ៍មុនតើបងបានធ្វើអ្វីខ្លះដើម្បីថែរក្សាសុខភាពហេតុអ្វីទើបយើងត្រូវសួរសំណួរដែលល្អនេះពីព្រោះការសន្យាពីអនាគតគឺមិនទាន់អស់លុយឡើយប៉ុន្តែសកម្មភាពអតីតកាលគឺជាការពិតជាក់ស្ដែងប្រសិនបើមានគេប្រាប់អ្នកថាពួកគេចង់ហាត់ប្រាណណាស់ប៉ុន្តែនៅពេលអ្នកសួរអំពីសកម្មភាពកាលពីសប្តាហ៍មុនពួកគេប្រាប់ថាពួកគេបានត្រឹមតែអង្គុយលើសាឡុងមើល TikTok អស់រយៈពេល5ម៉ោងនោះមានន័យថាពួកគេមិនមែនជាអតិថិជនពិតប្រាកដរបស់អ្នកឡើយទី3វិធីសាស្ត្រត្រឹមត្រូវនិងវិធីសាស្ត្រខុស The Right Way vs The Wrong Way វិធីសាស្ត្រដែលខុសបងខ្ញុំកំពុងបើកក្លឹបហាត់ប្រាណលំដាប់ខ្ពស់នៅលើអគារខ្ពស់នៅទួលទំពូងដែលមានទេសភាពស្អាតនិងកន្លែងចតឡានធំទូលាយតម្លៃត្រឹមតែ$50ក្នុងមួយខែតើបងនឹងចុះឈ្មោះហាត់ទេគាត់អាចនឹងឆ្លើយថាអូស្ដាប់ទៅគួរឲ្យចាប់អារម្មណ៍ណាស់បងខ្ញុំចូលចិត្តមើលទេសភាពទីក្រុងណាស់ខ្ញុំប្រកាសជាចុះឈ្មោះហាត់បន្ទាប់មកគាត់ក៏ដើរទៅបាត់នេះគឺជាវិធីសាស្ត្រមិនត្រឹមត្រូវខាងក្រោមនេះទើបជាវិធីសាស្ត្រដែលត្រឹមត្រូវបងខ្ញុំកំពុងធ្វើការស្រាវជ្រាវអំពីទម្លាប់ថែរក្សាសុខភាពនៅក្នុងតំបន់របស់យើងតើបច្ចុប្បន្នបងថែរក្សាសុខភាពដោយរបៀបណាដែរបើគាត់ឆ្លើយថាតាមពិតទៅខ្ញុំមិនសូវបានធ្វើអ្វីទេបងខ្ញុំចង់ហាត់ប្រាណដែរតែក្រោយចេញពីធ្វើការម៉ោង5ល្ងាចផ្លូវនៅទួលទំពូងស្ទះខ្លាំងណាស់ដូច្នេះមានតែទៅផ្ទះធ្វើបាយម្ហូបតែម្ដងអ្នកអាចសួរបន្តទៀតថាចុះពីមុនមកបងធ្លាប់សាកល្បងចុះឈ្មោះហាត់ប្រាណនៅក្បែរនេះដែរឬទេប្រសិនបើគាត់ឆ្លើយថាធ្លាប់តាបងកាលពីខែមុនខ្ញុំបានទៅមើលកន្លែងមួយនៅជិតនេះដែរតែមនុស្សឡែនតាន់តែមនុស្សច្រើនពេកក្តៅស្អុះស្អាប់ហើយគ្មានកន្លែងចតម៉ូតូស្រួលទេដូច្នេះខ្ញុំក៏ឈប់ការសួរសំណួរបែបនេះទើបជាវិធីសាស្ត្រនៃការសួរសំណួរដែលត្រឹមត្រូវដើម្បីស្វែងយល់អំពីអតិថិជនរបស់អ្នក 4. ការវិភាគតម្រុយឬ Analyzing the Clues នេះគឺជាការវិភាគទៅលើស្ថានភាពនៃការសួរសំណួរដែលត្រឹមត្រូវដែលអ្នកបានសួរទៅកាន់អតិថិជនរបស់អ្នកខាងលើនៅក្នុងស្ថានភាពដែលត្រឹមត្រូវអ្នកមិនទាំងបាននិយាយអំពីគំនិតអាជីវកម្មរបស់អ្នកផងប៉ុន្តែអ្នកទទួលបានព័ត៌មាននិងទិន្នន័យពិតជាក់ស្ដែងដ៏មានតម្លៃបំផុតក្រោយពីអ្នកបានអនុវត្តវិធីសាស្ត្រស៊ើបអង្កេតទៅលើអតិថិជនគោលដៅរបស់អ្នករួចអ្នកអាចត្រឡប់ទៅកាន់ business model Canva របស់អ្នកវិញរួចធ្វើការកែសម្រួលការសន្មតទាំងនោះដោយជំនួសមកវិញនូវការពិតជាក់ស្ដែងនេះជាវិធីដែលអ្នកកសាងអាជីវកម្មមួយដែលអតិថិជនពិតប្រាកដត្រូវការនិងរីករាយនឹងបង់លុយឲ្យអ្នកបើចង់សាកល្បងធ្វើតេស្តថាអ្នករៀនបានអ្វីខ្លះពីវីដេអូមួយនេះសូមចុច link ធ្វើតេស្តខាងក្រោមហើយកុំភ្លេចជួយ subscribe អ្នកមួយផង